បរិបពីនេះគាត់បានមករកត្រីក្នុងស្ទឹងប៉ុន្តែត្រីវាមានងាប់ច្រើនណាស់បងប្អូនយើងហើយគាត់យកតែត្រីធំទេដើម្បីយកសាច់វាយកទៅស្ងោរជ្រក់ឬក៏ណាំងៅអីចឹងទៅបងប្អូនយើងបាទឥឡូវគាត់រើសដាក់ក្នុងកធុងរបស់គាត់ដើម្បីយកទៅធ្វើម្ហូបគឺរសជាតិឆ្ងាញ់ណាស់ស្រស់ណាស់ត្រីនៅក្នុងហើយអូនេះបាទពីអ្នកគ្នាគាត់ម្នាក់កាន់ធុងម្នាក់ដែលរោត្រីម្នាក់ដែលចាប់ត្រីដាក់ក្នុងកធុងដើម្បីយកទៅធ្វើម្ហូបបរិភោគជាមួយក្រុមគ្រួសាររបស់គាត់បាទហើយគាត់យកមើលបាទនេះធំបដ ாய் បាទវាងឹបបាទនេះត្រីនេះធំជាងគេបាទមើលគាត់ចាប់ម្នាក់គាត់ប៉ុន្តែគាត់លាងឡើងស្អាតបាទធំណាស់បងប្អូនយើងដាក់នៅក្នុងកធុងបាទ